បងប្អូនណាខ្លះដែលគាត់សម្លឹងអេក្រង់កុំព្យូទ័រសម្លឹងអេក្រង់ទូរស័ព្ទដៃច្រើនម៉ោងយូរធ្វើឲ្យហត់ភ្នែកហើយចាប់ផ្ដើមមានអារម្មណ៍ថាតឹងភ្នែកចា stress នៅក្នុងភ្នែកតឹងខួរក្បាលក៏ដូចជាមានអារម្មណ៍ថាមានសម្ពាធនៅក្នុងភ្នែកចាថ្ងៃនេះខ្ញុំមកចែករំលែក technique massage ដើម្បីសម្រួលសាច់ដុំភ្នែកបន្ថយចាភាពតានតឹងនៃភ្នែកចាកាត់បន្ថយសម្ពាធនៅក្នុងភ្នែកផងដែរអញ្ចឹងចង់ដឹងថាតើ technique យ៉ាងណាខ្លះដែលជួយសម្រួលបន្ថយបញ្ហាទាំងអស់នេះបានបងប្អូនអាចទស្សនាវីដេអូនេះចាដល់ចប់ណាចាtechnique ទី1ចាបងប្អូនយកចង្អុលដៃយើងណាចាចុចនៅចំកណ្ដាលភ្នែកនេះចាហើយបងប្អូនឆ្លីអញ្ចឹងមកណាចាឆ្លីអញ្ចឹងទៅបងប្អូនអាចអនុវត្ត10វិនាទីចាហើយ technique ទី2ចាបងប្អូនចុចចំគល់តបកភ្នែកចាហើយយើងឆ្លីវាអញ្ចឹងមកបងប្អូនយើងឆ្លីអញ្ចឹងមកណាឆ្លីអញ្ចឹងមកចាហ្នឹង2ណាទី3គឺយើងចុចនៅចំនេះបរិវេណនេះចាយើងចុចអញ្ចឹងមកហើយយើងឆ្លីតិចអញ្ចឹងទៅចាចឹងទៅក៏វាជួយសម្រួលបានមែនណាបងប្អូនចាហើយទី4ចាទី4បងប្អូនចុចនៅខាងក្រោមភ្នែកនេះចាចុចឲ្យបងប្អូនចារៀងញុលចាឆ្លីអញ្ចឹងណាចា4ចំណុចនេះវាជួយបន្ធូរភាពតានតឹងភ្នែករបស់យើងចាកុំចុចចូលក្របភ្នែកប្រយ័ត្នឈឺខ្ញុំអត់ទួលខុសត្រូវវាអញ្ចឹងអាចអនុវត្តវិធីសាស្ត្រ4ចំណុចនេះបានណាវាជួយសម្រួលបានមែនចាហើយក្រៅពីការថែទាំប្រចាំថ្ងៃក៏ដូចជារបៀបម៉ាស្សានេះបងប្អូនចាបងប្អូនអាចចាស្វែងរកផលិតផលឱសថធម្មជាតិជួយចាថែទាំភ្នែករបស់យើងដើម្បីបង្ការការពារភ្នែកបានចាហើយបើសិនជាបងប្អូនចាអត់ទាន់មានផលិតផលខាងណាដែលត្រូវចិត្តទេចាខាងខ្ញុំមានជាផលិតផលឱសថដែលចម្រាញ់ពីធម្មជាតិមានស្តង់ដារខ្ពស់ចាបានចរាចរនៅស្រុកខ្មែរយូរឆ្នាំហើយចាជាង10ឆ្នាំហើយចាដែលមានស្តង់ដារអន្តរជាតិបងប្អូនប្រើប្រាស់សុវត្ថិភាពចានៅក្នុងការញ៉ាំដើម្បីថែទាំបង្ការការពារហើយបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាភ្នែកហើយដូចជាភ្នែកស្ងួតរ៉ាំរ៉ៃស្ងួតខ្លាំងចាឡើងសរសៃខំដុសខ្ទុយថ្លែនចាភ្នែកឡើងបាយចាឬក៏មញោបចុកសើឬក៏មានបញ្ហាធ្ងន់ដូចជារលាកបាតភ្នែកទឹកដក់ក្នុងភ្នែកចាបងប្អូនយើងមានជាការរៀបចំសពជាឈុតផងដែរអញ្ចឹងបងប្អូនចំណាប់អារម្មណ៍អីអាចចុចឆាតសាកសួរបានចាឬក៏អាចតាក់ទងតាមលេខក៏បានដែរដែលមានលេខ068ចា55 39គាត់ចាំមួយខ្សែទៀត07គាត់26 46 62ចាបងប្អូនដែលគាត់មានចំណាប់អារម្មណ៍អីគាត់អាចចុចមកតាមនឹងបានចានេះហើយសម្រាប់វីដេអូនេះផងដែរបើបងប្អូនគិតថាវាល្អចាសូមចុចជួយ share ចាំម្នាក់មួយផងណាចាខ្ញុំមានប៉ុណ្ណេះចាអរគុណចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកបង្ហាញរូបអតិថិជនដែលគាត់មានបញ្ហាភ្នែកដុសកន្ទុយថ្លែនណាចាហើយគាត់បានជ្រើសរើសប្រើប្រាស់នៅផលិតផលឱសថក្របលេបពីខាងនេះខ្ញុំចាខាងនេះភ្នែករបស់គាត់អត់ទាន់ប្រើណាបងប្អូនហើយខាងនេះគឺគាត់បានប្រើប្រាស់បានរយៈពេល15ថ្ងៃហើយចាគាត់ប្រើប្រាស់អស់មកប្រអប់